រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសេរីឡាវរ៉ូវប្រកាសចរចាបញ្ចប់វិបត្តិដោយសន្តិភាពនៅជុំបន្ទាប់ជាមួយអ៊ុយក្រែននាថ្ងៃទី2ខែមិថុនាខាងមុខនេះមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសេរីឡាវរ៉ូវបាននិយាយកាលពីថ្ងៃពុធនេះថាជុំបន្ទាប់នៃការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននឹងត្រូវបានប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះនេះជាអ្វីដែលលោកឡាវរ៉ូវបាននិយាយនៅក្នុងកិច្ចប្រជុំអន្តរជាតិលើកទី13នៃតំណាងជាន់ខ្ពស់សម្រាប់កិច្ចការសន្តិសុខនៅទីក្រុងមូស្គូលោកបានសង្កត់ធ្ងន់ទៀតថាស្ថានភាពមិនមាននុយក្លេអ៊ែររបស់អ៊ុយក្រែនគឺជាការទាមទារដ៏សំខាន់មួយរបស់រុស្ស៊ីដែលត្រូវបំពេញក្នុងក្របខ័ណ្ឌនៃការដោះស្រាយបញ្ហាណាមួយរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចជាមួយការចរចាជាមួយអ៊ុយក្រែននៅថ្ងៃទី2ខែមិថុនាខាងមុខនៅទីក្រុងអ៊ីស្តង់ប៊ុលគណៈលោកឡាវរ៉ូវនឹងបង្ហាញអនុស្សរណៈស្ដីពីការបញ្ចប់វិបត្តិនៅអ៊ុយក្រែននៅចំពោះមុខនាពេលខាងមុខនោះដែររុស្ស៊ីរំពឹងថាអ្នកទាំងអស់គ្នានឹងគាំទ្រដំណើរការចរចាដោយផ្ទាល់មួយជុំទៀតរបស់ពួកយើងយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់លោកឡាវរ៉ូវបញ្ជាក់ថានៅថ្ងៃទី2ខែមិថុនានោះកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៊ុយក្រែនគឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់នៅក្រុមការងារចរចារបស់លោកសេឡិនស្គីនៅអនុស្សរណៈស្ដីពីការយកឈ្នះលើមូលហេតុនៃវិបត្តិរបស់ភាគីទាំងពីរយើងសង្ឃឹមថាអ្នកមកចរចានឹងភាពស្មោះត្រង់មិនមែនត្រឹមតែពាក្យសម្ដីនោះទេនឹងត្រូវមានអារម្មណ៍លើភាពជោគជ័យនៃដំណើរការសន្តិភាពនិងគាំទ្រកិច្ចពិភាក្សាថែមទៀតផងវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់